ក៏មានអ្នកដឹកជញ្ជូនអាហារម្នាក់បានធ្លាក់ពីលើមេបង្កប់ភ្លាមនោះក៏មានអ្នកដឹកជញ្ជូនអាហារម្នាក់បានធ្លាក់ពីលើមេចម្លើអធិរាជបណ្ដាលឲ្យស្លាប់មហាថ្លឹកបានឃើញដូច្នេះក៏បានស្រែកថាមានអ្នកធ្វើឃាតដោយមិនស្មានដល់ត្រូវបានម្ចាស់ស្ត្រីតែមួយកំភ្លៀងព្រោះនាងបានដឹងច្បាស់ថាប្រសិនបើផ្សព្វផ្សាយហេតុការណ៍នេះនោះអ្នករាល់គ្នាដែលមានវត្តមានទីនេះមិនអាចរួចខ្លួនបានឡើយភ្លាមនោះអ្នកដឹកជញ្ជូនអាហារបានងើបពីសន្លប់ព្រះនាងបានសង្កេតឃើញថាបុរសម្នាក់នេះមានរូបរាងដូចព្រះចៅអធិរាជបេះបិទនាងក៏បានស្នើឲ្យគាត់ក្លែងធ្វើជាអធិរាជភ្លាមនៅពេលនោះដែលបុរសម្នាក់នោះមើលទៅដូចជាច្របូកច្របល់ហើយគិតថាគេកំពុងថតកុនម្ចាស់ស្ត្រីក៏ចាប់ផ្ដើមសម្អាតសពរបស់ចៅអធិរាជយ៉ាងឆាប់រហ័សភ្លាមអ្នកយាមក៏បានឮសំឡេងនៅខាងក្នុងក៏បើកទ្វារចូលមកពេលម្ចាស់ស្ត្រីឃើញដូច្នេះនាងក៏ទាញបុរសឡើងលើគ្រែជាមួយនាងថ្វាយបង្គំព្រះអង្គទូលបង្គំបានឮសំឡេងអ្វីមួយចម្លែកយឺតយ៉ាវក្នុងការចូលគួរតើព្រះអង្គមិនអីទេនេះជាសញ្ញាប្រមុខដែលស្មោះស្ម័គ្រនឹងព្រះអង្គប្រសិនបើពួកគេឃើញកំហុសណាមួយនឹងត្រូវប្រហារជីវិត9ជំនាន់ហើយដើម្បីសុវត្ថិភាពរបស់ព្រះអង្គទូលបង្គំសូមអនុញ្ញាតពិនិត្យមើលបន្តិចថ្លើមធំហ៊ានរំខានការសប្បាយរបស់យើងឆាប់នាំគ្នាចេញទៅបន្ទាប់ពីឮព្រះចៅអធិរាជខឹងខ្លាំងណាស់អ្នកយាមក៏នាំគ្នាចាក់ចេញទៅព្រះនាងបានសុំឲ្យបុរសម្នាក់នោះធ្វើពុតខ្លែងបន្លំជាអធិរាជចាប់ពីពេលនេះទៅដោយសារតែអធិរាជញៀនសម្រស់របស់នាងពេកហើយមិនបានអើពើកិច្ចការរាជការដូច្នេះហើយជាមូលហេតុដែលនាងមិនចង់បាត់បង់ព្រំចារីរបស់នាងទៅអធិរាជល្ងងខ្លោចប៉ុន្តែអធិរាជចង់បង្ខំនាងបានយករំពាត់វាយនាងយ៉ាងខ្លាំងជាសំណាងល្អមានបុរសម្នាក់បានធ្លាក់ពីលើមេហើយកិនទ្រង់បណ្ដាលឲ្យស្លាប់អាយ៉ាតនាអស់ហើយនៅសល់តែខ្ញុំម្នាក់ឯងខ្ញុំពិតជាអផ្សុកណាស់មានទូរស័ព្ទក៏ប្រើមិនបានគ្មានសេវាសោះក្រាបថ្វាយបង្គំព្រះអង្គតើនាងមានការអ្វីមែនទេទូលបង្គំបានហាត់រំរបាំភូមិភាគខាងលិចរួចហើយដែលព្រះករុណាចង់ឃើញខ្ញុំមកក្រោមថ្វាយទ្រង់តើមកទៀតខ្ញុំគួរទៅណាមិនក៏គ្មានអ្នកណាខ្វល់ពីខ្ញុំអញ្ចឹងព្រះអង្គចង់ទៅណាលោកពិតជាថ្លើមធំមែនបានជាទុកខ្ញុំនៅទីនេះម្នាក់ឯងអំបញ្ញមិញមនុស្សស្រីម្នាក់ទើបតែចូលរាជដំណាក់របស់ខ្ញុំសំណាងល្អខ្ញុំបដិសេធបើមិនអញ្ចឹងទេត្រូវនាងចាប់បាត់ហើយព្រះរាជបុត្រដ៏ចម្រើនវាជាកំហុសរបស់ទូបង្គំអញ្ចឹងខ្ញុំយល់ហើយតើព្រះនាងមានបញ្ហាអីទេព្រះនាងមិនអីទេហើយទូបង្គំបានរៀបចំស្រីស្អាតឲ្យបម្រើព្រះអង្គនាយប់នេះខ្ញុំមិនទាន់បានត្រៀមខ្លួនទេអីយ៉ាព្រះអង្គចំពោះរឿងបែបនេះមិនគួរប្រងើយកន្តើយជាមួយស្រីស្នំដ៏ស្រស់ស្អាតម្នាក់នោះទេខ្ញុំមិនដែលមានបទពិសោធន៍ក្នុងរឿងនេះទេអីយ៉ាព្រះអង្គម្ចាស់ឆាប់ទៅបទពិសោធន៍ក្នុងរឿងនេះវានឹងកើតឡើងភ្លាមតោះព្រះអង្គឆាប់យាងទៅព្រះនាងឲ្យទូបង្គំមកទីនេះមកជួយសង្គ្រោះព្រះនាងហើយថ្លើមធំស្ដេចសៀងយាមិនក៏ហ៊ានចូលរាជដំណាក់ដោយសម្ងាត់តើមានដឹងទេថាមានទោសកម្រិតណាទេជាហ៊ានឆាប់មកចាប់ជនក្បត់ភ្លាមម្ចាស់ស្ត្រីតើព្រះនាងចង់ហៅអ្នកណាមក